ពេលវេលាចេះតែកន្លងទៅពួកគេរស់នៅយ៉ាងមានក្តីសុខតែមួយរយៈក្រោយមកពូណោមស្រាប់តែធ្លាក់ខ្លួនឈឺជាទម្ងន់អើកូនប្រសាមកនេះបន្តិចមកបាទពងមើលទៅពុកមិនអាចរស់ទៀតទេកូនជួយមើលថែអ្នកផ្ទះនេះឲ្យបានល្អផងណាកូនពងពុកក៏មានប្រសាសន៍បែបហ្នឹងអីពុកនឹងបានជាសះស្បើយវិញជាមិនខានទេពងមិនហើយពុកសម្រាប់សិនទៅអើយពុកពិបាកពិបាកដកដង្ហើមណាអើពុកវាឈប់និយាយទៅពុកវាសម្រាប់ទៅណាខ្ញុំលាអើយពុកវាអត់ទេក្រោកឡើងពុកវាក្រោកឡើងពុកវាមិនអាចស្លាប់ទេក្រោកឡើងពុកវាអើយពុកក្រោកឡើងពុកក្រោកឡើងពុកមិនអាចស្លាប់ទេក្រោកឡើងពុកកាត់ចិត្តទៅអូនពុកទៅបានសុខហើយម៉ែកុំពិបាកចិត្តពេកអីណាអើយមិនឲ្យពិបាកចិត្តយ៉ាងម៉េចទទួលយកមិនបានទេលោកអើយលោកពុកជាមនុស្សល្អពុកមុខចិត្តកើតនៅឋានសួគ៌ជាមិនខានទេចាប់តាំងពីពេលពូណោមចាក់លោកនេះទៅមីងមលីមិនក្រែងចិត្តកូនប្រសាទៀតទេអារម្មណ៍ស្អប់អារម្មណ៍មើលងាយក៏លេចចេញមកម្ដងទៀតអាទេពអើយអាទេពបានម៉ែក្មេងខ្ញុំនៅនេះហើយចុះប្រពន្ធឯងទៅណាហើយអូនសុភាទៅបោកខោអាវនឹងក្រោយផ្ទះបាត់ហើយម៉ែអូយងាប់ហើយកូនអញថ្នមដូចកែវមិនបានជាប្រើឲ្យបោកខោអាវយ៉ាងនេះហាអាទេពអញប្រាប់ឯងណាឈប់ប្រើកូនអញទៀតទៅឮទេហាបាទម៉ែខ្ញុំហាមអូនសុភាហើយតែនាងប្រាប់ថាមិនចង់ឲ្យខ្ញុំហត់ទេមិនបាច់គ្រប់យ៉ាងឯងត្រូវធ្វើខ្លួនឯងហាមប្រើកូនអញឲ្យសោះក្រហើយកុំខ្ជិលខ្នងវែងពេកអាព្រៃបាទម៉ែកូនដឹងហើយបាទដឹងហើយយកស្រងអញទៅបោកផងហើយលាងចានជូតផ្ទះសពបែបយ៉ាងឮទេបាទម៉ែនៅត្រឹងដណាទៀតមិនក៏មិនឆាប់ធ្វើការទៅបាទម៉ែខ្ញុំទៅហើយទេពជាមនុស្សល្អគាត់ជីកត្បូងផងធ្វើការផងមិនដែលរអ៊ូរទាំនោះឡើយចាំមើលណាអញនឹងប្រើវាមើលងាយវាដៀលវារហូតដល់វាគ្រាំទ្រូងស្លាប់បែកថ្លើមងាប់ដល់ពេលនោះអញនឹងរកកូនប្រសាថ្មីឲ្យកូនអញហើយមីងមលីគិតថាកូនស្រីគាត់នៅក្មេងហើយស្អាតដូច្នេះមិនយឺតពេលពេកទេដែលនាងអាចរកប្តីថ្មីបានយ៉ាងងាយនោះអញស្អប់ដល់ងាប់ណោះចាំមើលចុះអញមិនព្រមយកកូនប្រសាក្រអញ្ចឹងទេអញមិនព្រមមីងមលីរអ៊ូផងខឹងផងហើយគាត់ក៏ដើរទៅផ្សារនៅក្នុងភូមិភ្លាមនោះគាត់ក៏បានជួបនឹងឈ្មួញដ៏មានទ្រព្យសម្បត្តិម្នាក់អីបុរសនោះល្អអីក៏ល្អម្លេះទំនងជាអ្នកមានទៀតចូលទៅសួរនាំបន្តិចសិនសួស្ដីក្មួយបាទមីងមានការអីមែនទេហើយក្មួយធ្វើការងារអីដែរហើយក្មួយមានប្រពន្ធហើយនៅមីងចង់ញ៉ាយខ្ញុំមែនទេខ្ញុំយកមីងទេមីងឡើងជ្រួញទៅហើយហ្នឹងអីអត់ទេមីងគ្រាន់តែចង់ដឹងព្រោះក្មួយមើលទៅអង្អាចណាស់តើមានប្រពន្ធហើយនៅហើយធ្វើការងារអីដែរបាទនៅទេហើយខ្ញុំជាឈ្មួញកូនសេដ្ឋីនៅភូមិខាងជើងណាមីងអីព្រះហើយត្រូវប៉ក់តែម្ដងអានាងអើយអានាងបើមីងគ្មានការអីទេខ្ញុំលាសិនហើយជប់សិនក្មួយចង់រកស៊ីនៅផ្សារនេះមែនទេមកផ្ទះមីងសិនមកចាំមីងអញ្ជើញក្មួយញ៉ាំបាយញ៉ាំទឹកមកពេលណាមីងចិត្តល្អម្ល៉េះមីងមានការអីចង់ពឹងពាក់មែនទេ
មានអូគឺអត់ទេមីងចង់ឲ្យតែមើលផ្ទះមីងមានកូនកំមុំល្អណាស់អូយអត់ទេមីងចង់បានក្មួយជាកូនប្រសាអើយអត់ទេណែ បានហើយមីងចាំខ្ញុំទៅជាមួយមីងចុះខ្ញុំក៏ចង់ស្គាល់អ្នកស្រុកនេះឲ្យបានច្រើនដែរ ចាក្មួយចាតោះអញ្ចឹងឆាប់ឡើងទៅមីងម៉ាលីត្រេកអររំភើបខ្លាំងណាស់គាត់គិតថាបុរសដ៏ល្អម្នាក់មានប្រាក់ម្នាក់នេះចាប់អារម្មណ៍កូនរបស់គាត់មិនខានទេ